នៅជិតបឹងទន្លេសាបមានភូមិតូចមួយដែលពោពេញទៅដោយស្រែស្រូវពណ៌បៃតងខ្ចីនៅក្នុងភូមិនោះមានក្មេងប្រុសម្នាក់ឈ្មោះសែមដែលចូលចិត្តលេងច្រើនជាងការធ្វើស្រែឯលោកតាលៀបជាអ្នកស្រែដែលឧស្សាហ៍ព្យាយាមនិងគោរពស្រែរបស់គាត់បំផុតសែមតែងតែបោះបង់ចោលឧបករណ៍របស់គាត់នៅទីវាលហើយប្រញាប់ទៅផ្ទះវិញប៉ុន្តែសែមមិនដែលដឹងថាវិញ្ញាណស្រូវប្រមូលផលកំពុងតែមើលគាត់នោះទេនាងចំប៉ាវិញ្ញាណនោះ Thank you. It is a magnificent harvest. របស់សែមឡាយពេលដល់រដូវប្រមូលផល Này ស្រែ Sam, របស់លោកតា why? លៀប I worked បាន at Lake Bangwan ផ្ដល់ này. ផលយ៉ាងច្រើនសន្ធឹកសន្ធាប់តែស្រែរបស់សែមវិញវាស្គមស្គាំងហើយខ្វាក់ខាតទិន្នផលណាស់សែមអង្គុយនៅម្នាក់ឯងនឹកឆ្ងល់ពីសំណាងអាក្រក់របស់ខ្លួនភ្លាមនោះ Oh នាងចំ Sam, ប៉ាក៏ do លេច you see your មក tools? ដោយពន្លឺដ៏ទន់ភ្លន់នាងចំប៉ាចាប់ផ្ដើមនិយាយដោយសំឡេងដ៏ទន់ភ្លន់តែមើងម៉ាត់សែមមើលទៅឧបករណ៍របស់គាត់ Respecting your ដែល tools កំពុង is តែ respecting the ប្រឡាក់នៅ harvest. ខកនិងទុក Neglect ចោល brings forth scarcity. នាងបានពន្យល់ពីសារៈ I understand, សំខាន់នៃ Yang ការគោរ Champa. ពការងារ I promise I will be diligent and take good care of my ហើយ tools. សន្យាថានឹងផ្លាស់ប្ដូរទម្លាប់ចាប់ពីថ្ងៃនោះមកសែមបានផ្លាស់ប្ដូរទាំងស្រុងរឿងដំបូងដែលគាត់ធ្វើគឺសម្អាតឧបករណ៍ទាំងអមរបស់គាត់